ជម្រាបសួរបងប្អូនទាំងអស់គ្នាសាជាថ្មីវិលត្រឡប់មកជាមួយនឹងវីដេអូថតផ្លូវបង្ហាញបងប្អូនទាំងអស់គ្នានេះគឺជាទិដ្ឋភាពនៅផ្លូវលេខ3បាត់ដំបងបងប្អូនហើយមកកលុកធំណាស់បងប្អូនហើយបើជិះធ្លាក់អីសង្ហាបាក់ចកេះហ្មងកលុកធំមែនទេហើយនេះបានចាក់លុបខ្លះផងណាបងប្អូនបាទបើសិនជាមិនបានលុបទេមិនបាច់ទេបែកវល់ពេញហ្នឹងហើយនេះហើយផ្លូវនេះមិនដឹងថាធ្វើហើយកាលទេកាយទុកចោលយូរហើយឥឡូវទៅតែលឺថាចាប់ផ្ដើមគម្រោងបាទគេដេញគម្រោងធ្វើផ្លូវជាងប្រហែល2ឆ្នាំហើយបងប្អូនណា2ឆ្នាំ3ឆ្នាំហើយនេះគឺថាវាលិចផងវាបែកភុកផងវាកលុកធំផងអូវិញនិយាយពីថាហុយនោះវាជាប្រចាំហើយបងប្អូនផ្លូវនេះបាទភាគច្រើនអ្នកបាត់ដំបងគេអត់ដាច់ជិះតាមផ្លូវលេខ3ទេកម្រគេថាហុយពេកបើជិះតាមផ្លូវលេខ1ផ្លូវលេខ2អីចឹងទៅវានៅស្អាតផ្លូវវាស្អាតធ្វើរួចតែផ្លូវនេះអត់តន់ដឹងថារួចកាលទេមកកលុកឲ្យបងប្អូនដល់កអើយជិះយប់ប្រលប់ហើយធ្លាក់កលុកដឹងតែចប់ហ្មងហើយបើសិនជាទឹកលិចផ្លូវនេះភាគច្រើនតទឹកលិចខ្លាំងដែរបើទឹកលិចវិញបាញ់និយាយធ្លាក់កលុកពេញហ្នឹងហើយជិះលិចជ្រៅទៅណាបងប្អូនមកលិចត្រឹមពាក់កណ្ដាលកជើងអីកន្លែងខ្លះលិចជ្រៅយោនោះឡើងតែកលុកអូនេះមកជំនាផ្លូវលេខ3នៅបែកអត់ទាន់មានកម្រងអីថាលឺធ្វើហើយកាលផងអត់ព្រោះតាមតែធ្វើហើយបាត់ហើយបងប្អូនតែមិនទាន់បានធ្វើទុកចោលនៅនេះកន្លែងនេះគេគប់អុយកញ្ចក់ថ្ងៃមុន6 7នាក់មកគប់កញ្ចក់គ្នាទៅបើកហាងថ្មីហ្នឹងគប់កញ្ចក់ឡើងបែកខ្ទេចដឹងគំនុំអីនេះអានេះផ្លូវជីបស្រេងចាស់ផ្លូវជីបស្រេងចាស់នេះបុកទៅខាងទួលតឯកអូតគំអីចឹងទៅប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍គឺផ្លូវនេះគេចាប់ផ្ដើមពង្រីកធំជាងមុនពង្រីកធំបងប្អូនមើលតែស្នាមវាយទៅដឹងហើយបកគោភ្លើងនេះក៏ដកចេញដែរដកចេញដើម្បីពង្រីកផ្លូវនៅដល់ជាងផ្ទះចឹងផ្ទះនៅទីតាំងនេះត្រង់ណាដែលប៉ះពាល់គឺគេឲ្យរើចេញទាំងអស់បាទរើអស់ហើយបងប្អូនមកជំនាមុនហ្នឹងគឺថារើនេះឃើញទេបងប្អូនឃើញទេត្រឹមលំផ្ទះនេះធំមែនទេហើយនេះរាតែភ្លើងហើយមើលប្រព័ន្ធណាណីធំមែនទេអញ្ចឹងបើសិនជាធ្វើកម្រងនេះរួចលឿនណាល្អដោយសារតែបានផ្លូវធំប៉ុន្តែបើក្រហើយវិញរឿងពិបាកតិចហើយបងប្អូនក្រុងបាត់ដំបងក្នុងឆ្នាំ2026នេះគឺរៀបចំច្រើនមែនទេច្រើនក្នុងការបាទផ្ទះណាដែលប៉ះពាល់ពីមុនអីនេះលើមុនតសយ៉ាបមកដល់ផ្លូវបកគោភ្លើងឥឡូវរើទៅក្រោយបកគោភ្លើងវិញទៀតអញ្ចឹងវាបានធំដីចំណីផ្លូវវាធំអញ្ចឹងបើសិនជារៀបចំបានលឿនបានផ្លូវធំហើយផ្លូវស្អាតទៀតបាទមើលនេះទួលតឯកបងប្អូននេះមើលសិតតែខឿនផ្ទះអីចាក់វាយចោលទាំងអស់នេះហេបាទដូរមិនចប់សំឡខ្មែរយោនៅនេះតានេះសំបីតាផ្លូវទួលតឯកនេះក៏ទៅតែធ្វើរួចក្នុងឆ្នាំនេះដូចគ្នាពីមុនក៏លំបាកខ្លាំងដែរបងប្អូនលំបាកខ្លាំងទួលតឯកតែឥឡូវបានធ្វើរួចហើយផ្លូវនេះចាក់ខ្ញុំឆ្ងល់ទៅនេះធ្វើហួចផ្លូវបណ្ណាក៏តែកន្លែងនេះអត់ចេះបានស្អាតសោះនៅតែប៉ុណ្្នឹងឯងមើលវាអញ្ចឹងមើលផ្លូវនេះបើសិនជាពេលល្ងាចមនុស្សច្រើនណាគេមកទិញគេលក់ម្ហូបស្រាប់អញ្ចឹងណាពីច្រើនទីតាំងនេះគេលក់អីវ៉ាន់បោះដុំធំអ្នកតាមជីអីមកយកអីវ៉ាន់តែពីនេះឲ្យទៅលក់បុកចេញទៅព្រះនារីដៃ8
ចេះម្ដុំនេះគេហៅថាចេះចិនណាបងប្អូនសតតែចិនអូព្រះនរេដៃ8ព្រះរេដៃ8នេះពីមុនគេហៅផ្សារដាំដូងតែឥឡូវដោយថាផ្សារដាំដូងគេវាយចោលវាយអីធ្វើថ្មីទៅគេហៅថាព្រះរេដៃ8ហើយនឹងមានតែផ្សារបឹងឈូកទេផ្សារដាំដូងបាត់ហើយលើមុនផ្សារដាំដូងនោះនេះដល់នៅតាណាទេខ្ញុំកើតមកតន់ដែរប៉ុន្តែមិនដែរងាយបានមកទេផ្សារដាំដូងជំនាន់មុនផ្សារដាំដូងនឹងផ្សារថ្មីវាឆ្ងាយពីគ្នាណាបងប្អូនហើយគ្មានអីជិះមកទេអញ្ចឹងឮតែឈ្មោះដែរដូចជាធ្លាប់បានជិះកាត់ជិះអីដែរពីក្មេងយើងសប្បាយឃើញទស្សនវិជ្ជាពីមុនវាប្លែកមួយយ៉ាងដែរបងប្អូនមកទោះបីជាវាមិនមានសម្ព័ន្ធភាពដូចឥឡូវប៉ុន្តែការរស់នៅមើលទៅមួយយ៉ាងបងប្អូនមកដូចថាអ្នកមានអ្នកក្រមើលទៅដូចតែគ្នាតែសម័យនេះហើយគឺលក្ខណៈថាបែងចែកដែរអ្នកមានអ្នកក្រអញ្ចឹងណាបើពីមុនអត់ទេប៉ុណ្ណាប៉ុណ្ណឹងទៅរស់នៅដោយមានក្តីសុខរៀងខ្លួនដែរសម័យនេះរៀងពិបាកបន្តិចចំណោមដែលអត់ទៅចូលចំណោមគេទៅក៏ពិបាកទៅបើថាមានទៅក៏គេលើកមុខលើកមាត់យើងទៅបាទនេះផ្លូវទៅនេះក៏គេវាយចោលដែរច្រើនកន្លែងមែនទេដែលគេវាយចោលដេញអត់ឲ្យលក់ចឹងណាបងប្អូនបាទដោយសារតែវាជាចំណីផ្លូវកន្លែងខ្លះមិនមែនដេញអត់ឲ្យលក់ទេគឺយកធ្វើជាដីផ្ទះខ្លួនឯងបណ្ដោយដល់ពេលអញ្ចឹងឥឡូវចាប់ផ្ដើមហើយនេះតែផ្លូវលេខ5នេះក៏ពីមុនក៏រៀងពិបាកដែរទម្រាំតាដេញបានធ្វើរកប៉ុណ្ណេះមិនងាយទេព្រោះអីតែឲ្យគេនៅហើយគឺនៅហើយមិនងាយទេបងប្អូនពេលឥឡូវមើលបានស្អាតបាទអញ្ចឹងតាមជំនាញផ្សេងក៏ដូចតែគ្នាដែរកុំថាឡើយនៅទីក្រុងសូម្បីតែនៅខាងសោមនស្សខាងឯភ្នំអីបើគេដេញគេដេញហើយអញ្ចឹងគេរៀបចំស្ទឹងសង្កែអីមាត់ស្ទឹងមាត់ព្រែកមាត់អូនឲ្យបានស្អាតឥឡូវគេរៀបចំស្អាតហើយនឹងនាំគ្នាយកសម្ភារទៅចោលទៀតចោលដល់ពេញទឹកនឹងឯងពិបាកមែនទែនប្រជាពលរដ្ឋខ្មែរយើងភាគច្រើនគឺគាត់ពិបាកនៅការយល់ដឹងពីសម្រាមនឹងមែនទែនទោះបីជាមានគេណែនាំឬក៏អីប៉ុណ្ណាក៏ដោយហើយបើសិនជាគេរៀបបតឹងថាផាកតាំងហើយតាំងវាលំបាកវាចេះវាចោះប៉ុន្តែអារឿងកក្រិចអត់ចេះសម្អាតហ្នឹងគឺទុកចិត្តបានខ្មែរហ្នឹងឯងនេះមិនទាំងអស់ទេបងប្អូនមានអ្នកដែលគេចេះគិតគូរចេះបាទចង់ស្អាតចង់ល្អគេរៀបទៅអ្នកដែលមិនស្អាតគឺនៅតែចោលនៅតែបោះអញ្ចឹងទៅបាទអញ្ចឹងឯងតាមជំនាញស្ទឹងសង្កែទៅខាងក្រោមឥឡូវគឺគេរឹតបន្តឹងហើយបើសិនជានៅតែបែបហ្នឹងគឺគេផាកហើយបងប្អូនគេចាប់ផាកពីនៃជាទឹកប្រាក់អីចឹងទៅនេះខ្ញុំធ្វើដំណើរចូលមកខាងផ្សារភូពុយដល់ហើយផ្សារភូពុយភាគច្រើនសំណងច្រើនមែនទេបងប្អូនប៉ុន្តែអត់សូវជាមានការរស់នៅច្រើនទេនេះផ្ទះច្រើនល្វែងណាផ្ទះស្គាល់ច្រើនល្វែងមែនទេហើយមើលដល់កទីនៅក្នុងផ្សារបន្លែស្មានហ្នឹងគឺចាប់ផ្ដើមផ្សារបន្លែចូលមកក្នុងហើយបងប្អូនយកចូលមកកន្លែងចាយទៅកន្លែងផ្សេងអញ្ចឹងណាបងប្អូនផ្សារបន្លែនេះគឺថាច្រើនមិនមែនមានតែបន្លែទេបងប្អូនមានច្រើនដែលគេលក់នៅទីតាំងនេះវាបោះដុំអូបើនិយាយពីទុរេនវិញបាច់និយាយទេបងប្អូនទុរេនសម្លូតអស់ទុរេននេះតែនៅនេះច្រើនបាទនេះបងប្អូនមើលបរិយសត្វតែទុកចោលហ្មងហើយផ្លូវក៏ពិបាកដែរឥឡូវផ្លូវពិបាកជិះមែនទេផ្លូវបរិយនេះសិស្សសំឡងទុកចោលមើលបិទលបងចិត្តអស់គម្រោងបងប្អូនគម្រោងធ្វើឲ្យគឺអត់ដំណើរការបិទចិត្តអស់លីងតែម្ដងហើយមកផ្លូវបងប្អូនហើយផ្លូវឡានធំជិះទៅពេលអញ្ចឹងគម្រោងវាដួលទៅអាផ្លូវហ្នឹងក៏វាខូចទៅតាមហ្នឹងដែរទៅ
ចូលដល់នេះអូលើពិបាកជីមែនទេអ្នករស់នៅទីតាំងនេះក៏បាទមិនសូវជាមានការលក់ដូរអីច្រើនទេបងប្អូនពីច្រើនទិញហើយទិញទុកចោលទៅទិញមករស់នៅមកគ្រាទៅដោយសារតែរ៉ូស៊ីគេចូលទៅក្នុងផ្សារហើយក្នុងផ្សារនេះក៏មិនជារ៉ូស៊ីបានធំដុំប្រហែលដែរដោយសារតែគេមានតែការបោះដុំទៅលក់រីក៏មិនបានតែទូទូទេបើតរ៉េនមកបើនិយាយពីតរ៉េនវិញមិនចេះអស់បដោតច្រើនមែនទេនេះសកានេះមកការនេះបើមើលទៅមិនបោះខ្មែរយើងធំមកដល់បោះមកពីណាវិញទៅចេញមកតាមនេះវៀនជុំនេះសាឡានដឹកចូលមកបងប្អូនបោះខ្មែរយើងក៏មានដែរប៉ុន្តែវាមិនច្រើនទូទេប៉ុន្តែបើសិនជារបស់ចូលមកវាច្រើននេះឡែបងប្អូនមកស្អីខ្លានេះទាំងឡានមកមើលបរិយបងប្អូនអូនោះរហូតឡើងបងប្អូនមកអត់ទាស់បដ ாய் នេះមើលកកុញបដ ாய் មើលអូខាងនេះធ្វើទុកចោលបដ ாய் មើលនេះទាស់នេះបងប្អូននេះមើលបរិយដែរឈោជើងចោលបងប្អូនចឹងហើយច្រើនទៅវិញមែនទេហ្មងបងនេះបរិយនេះបើនិយាយទៅនៅក្នុងក្រុងបដ ாய் បងប្អូនមិននៅជាយណាគាត់ថាមើលឈោជើងចឹងហ្មងដល់កនេះបើដំណើរការវិញដឹងអ៊ូអប៉ុណ្ណាតែនេះអស់ហើយមើលនេះតោះហើយផ្ទះខាងក្រៅជាតែមានអ្នកនៅទៅអញ្ចឹងណាបងប្អូនគឺមានបើកហាងបើកអីគេអញ្ចឹងទៅតែនៅខាងក្នុងគឺអត់មានមួយអញ្ចឹងទៅច្រើនណាបងប្អូនណាបរិយនៅនេះធំណាធ្វើអីទៅធំមែនទេស្គីតែម្ដងហ្នឹងវាចេញទៅនោះមួយទៀតហើយនោះខាងនោះជាប្រភេទវិឡាបាទវិឡាធំមកបងប្អូនខ្ញុំទៅដល់កន្លែងវិឡាបងប្អូននេះបងប្អូនមើលនេះមានផ្ទះជួលមានផ្ទះលក់អីចឹងណាបាទគឺខាងបរិយនៅខាងក្រៅទៀតធំផ្ទះច្រើនកន្លែងមែនទេជិះចង់វែងដែរបងប្អូនបើសិនជាដំណើរការអស់ទោះហើយនៅទីតាំងនេះដីស្រែនេះដីធំណាស់នេះមើលណាទៅដល់នេះបងអាចទៅភ្នែកបរិយចឹងអនាគតទៅបើសិនជាបរិយដំណើរការឡើងវិញអាចជាអស់អ្នកធ្វើស្រែបងប្អូនណាបើសិនជាស្រាយវាបានផលអ្នកស្រែលក់ដីអស់ហើយមើលស្រូវល្អមែនទេនៅទីតាំងនេះវាមានជាបន្លាយទឹកមានអីគេណានេះបើនៅតាមក្រោមនោះចាញ់នេះវិញមើលនៅនេះបានផ្កាបាត់ហើយហ្នឹងស្រូវអូល្អដល់ណាផ្កាឡើងទុំទៀតហើយចេញផ្លែទុំហើយហ្នឹងអានេះដាច់កតុយភ្នែកបងប្អូននេះវាមានទឹកទៀតនេះល្អដល់គោយំទៅបាក់ផ្លែស្រួលអ្នកខាងក្រោមរត់ទឹកប្រាំបាន
tâm mà ngày này thực riêng miền liền nó thực máu của mấy ó có mình tên rồi